Tầng ấy chuyện chê bà răng chơi mà ở chuyện tục còn ở mai riêng thiệt mà ha ở cha khi ông ta đó sẽ làm tí Moscow nè đang nè pra Russia thì tham vậy tầng ấy ní khi bà sức tầng niệm có mà dọn xã đâu sâu cứ nè đã bằng cơ cho bắp cách sân giá sừng cung buôn kia cả có thể thứ ấy nè đang nói thể thứ ấy cách sân giá sừng cungแต่ขมายយើងអត់ស្គាល់តម្លៃសោះណែគេដោយសារកញ្ញាស៊ូហ្សានកាប់ឡេះតែអញ្ជើញទាំងអុយមកច្រៀងហើយគាត់តាទុកហើយប្រវត្តិនៃការកកើតឡើងនៃការស្រាវជ្រាវជាន់ខ្ពស់លើទឹកដីខ្មែរនេះណា1898បារាំងបានបង្កើតក្រុមស្រាវជ្រាវបុរាណវិទ្យាបារាំងមិនមែនខ្មែរទេ1901សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតនៅឥណ្ឌូចិនអានឹងក៏សិក្សាអំពីខ្មែរហ្នឹងតែមានខ្មែរណាបារាំងសម្ដេចជួនណាលោកមានពណ៌វាសនាបានទៅរៀនហ្នឹងមុនគេគ្រូរបស់លោកលវីហ្វីណូត1930យើងបង្កើតឡើងនៅវិទ្យាឋានពុទ្ធសាសនាបណ្ឌិតវិទ្យាឋានពុទ្ធសាសនាបណ្ឌិតជាឃ្លាំងផ្ទុកដាក់នៅកំណត់វប្បធម៌ខ្មែរដ៏ធំប៉ុន្តែមិនមែនខ្មែរទេណាបារាំងណាកញ្ញាស៊ូហ្សានកាប់លេសទាំងអុយច្រៀងជេរបារាំងណាបារាំងអញ្ជើញមកឲ្យច្រៀងទុកកត់ឲ្យខ្មែររៀនទៀតចេះច្បាប់បារាំងកុំភ្លេចសច្ចាំងកតញ្ញូខន្តីអ្នកក្តីជាភ្លើងកុំកាត់កាន់ជើងអ្នកម្ខាងមើងងាយរីកលួងពីមុនរកស៊ីរែកពុនមានក្រតាមភពរីកលោកឥឡូវទៅប្រឹងឲ្យញាត់តែក្រច្រើនជាប់គុកច្បាប់រីកលោកបារាំងហ្នឹងនគរថ្កើងផ្លែសបាយតែភ្នែកក្នុងចិត្តរងកម្មកូនប្រុសបណ្ដាច់កុំភ្លេចបណ្ដាំកបាស់សូត្រឆ្នាំតែម៉ាំលែងថោកមហាអស្ចារ្យខ្ញុំទៅដល់សារមន្ទីរមូស្គូអ្នកដឹងអ្នកប្រាជ្ញរុស្ស៊ីគេថាម៉េចទាំងអុយនេះគេប្រសិទ្ធនាមគាត់ស្មើនឹងសង្សាររ៉ូសូគឺអ្នកដែលបង្កើតច្បាប់កិច្ចសន្យាសង្គមមុនគេកសិករត្រូវធ្វើអីអ្នកដឹកនាំត្រូវធ្វើអីកិច្ចសន្យាសង្គមតែខ្មែរយើងអត់ស្គាល់តម្លៃសោះណាគេដោយសារកញ្ញាស៊ូហ្សានកាប់ឡេះដែលអញ្ជើញទាំងអុយមកច្រៀងហើយគាត់តាទុកវិជាឋានពុទ្ធសាសនាបណ្ឌិតហ្នឹងឯងដែលបង្កើតឡើងនៅក្រមជំនុំទំនៀមទម្លាប់ខ្មែរស្អីទាំងអស់ហ្នឹងក្រមជំនុំទំនៀមទម្លាប់ខ្មែរនេះគាត់តាមអ្នកស្រាវជ្រាវឡើងវិជាឋានពុទ្ធសាសនាបណ្ឌិតហ្នឹងឯងដែលបង្កើតក្រមជំនុំប្រតិបត្តិបិដកខ្មែរហើយសៅមុនខ្ញុំបានសួរទៅសម្ដេចឈឹមជាលោកថាមិនទាន់ចេញទេព្រោះមិនទាន់ចុះហត្ថលេខាអវងគណៈកម្មការបតិបិដកខ្ញុំព្យាយាម30ឆ្នាំជាងទៅកន្លែងណាក៏និយាយដែរគេខ្លះគេថាខ្ញុំចង់ចូលសមាជិកមិនមែនទេតែខ្ញុំឃើញថាវាមានសារៈប្រយោជន៍ណាស់សម្រាប់វប្បធម៌ខ្មែរអត់មានគណៈកម្មការបតិបិដកមិនបោះថ្មីអាណាទទួលពិនិត្យពាក្យពេចន៍នឹងខុសតើចុះអត្ថកថានៅមកកាត់ភ្លុះដែលអត់ទាន់បានប្រែផងប្រែគ្រប់គ្នាធ្វើមិនមានឯកភាពគ្នានេះជាគណៈកម្មការមានប្រយោជន៍តែដល់ថ្ងៃហ្នឹងអត់ទាន់ចេញតែព្រមហើយក្រសួងអត់ទាន់ទៅអានឹងគឺរឿងសង្វែកអានេះវិជាឋានពុទ្ធសាសនាបណ្ឌិតក្រៅពីហ្នឹងសួរថាអ្នកសរសេរអ្នកស្រាវជ្រាវមួយណាដែលមិនពឹងផ្អែកទស្សនាវដ្តីកម្ពុជាសូរិយាបោះពុំផ្សាយដំបូងគេឆ្នាំ1926ជាទស្សនាវដ្តីវិទ្យាសាស្ត្រមុនគេផុតនៅស្រុកខ្មែរ